សម័យឧត្តមចាប់ផ្ដើមក្រោយពីព្រះបាទជ័យជេដ្ឋាទី2ទ្រង់បានឡើងសោយរាជ្យពីព្រះបិតាគឺព្រះស្រីសុរិយោពណ៌ដែលទ្រង់បានផ្សំផ្គុំព្រះជ័យជេដ្ឋាទី2និងបុត្រីស្ដេចត្រាញ់យួនដើម្បីធ្វើជាសម្ព័ន្ធមិត្តទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀមសម័យកាលនោះមេទ័ពដែលល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រគឺដេជោមាសនិងដេជោយ៉តឧត្តមបើតាមរឿងនិទានយកឈ្មោះតាមតាចាស់ម្នាក់ឈ្មោះតាដុងរឿងដំណាលថានៅពេលនោះមានក្សត្រមួយអង្គបានពេញចិត្តនឹងកូនស្រីរបស់គាត់ទើបក្រោយពីរៀបអភិសេកនឹងបុត្រីលោកហើយព្រះរាជាក៏តាំងឈ្មោះនៅត្រង់នោះថាឧត្តមមានជ័យលុះក្រោយមកទៀតក៏នៅហៅថាឧត្តមដូចសប្តាហ៍ថ្ងៃនេះប្រវត្តិសាស្ត្រការយាងត្រឡប់របស់ព្រះស្រីសុរិយោពណ៌នៅឆ្នាំ1601ព្រះបាទស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀមស្របតាមបំណងប្រាថ្នារបស់ប្រជារាស្ត្រខ្មែរដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យាចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែតជិតភូមិគៀនស្វាយសប្តាហ៍ថ្ងៃភាពស្ងប់ស្ងាត់ហាក់បីកើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេសប៉ុន្តែកន្លែងខ្លះទៀតមានការកើតចលនាបះបោរធ្វើឲ្យប្រជារាស្ត្រផិតភ័យនៅឡើយក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯមដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសប្តាហ៍ថ្ងៃហើយក៏ទ្រង់គ្រងរាជ្យនៅទីនោះពីឆ្នាំ1603ដល់1613ក្នុងព្រះជន្ម60វស្សាទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ1613ព្រះស្រីសុរិយោពណ៌មានរាជបុត្រ2អង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយគឺព្រះបាទជ័យជេដ្ឋានិងឧទ័យឆ្នាំ1605ជ័យជេដ្ឋានិងឧទ័យជាអនុជបានបង្ក្រាបមេបះបោរចាម2នាក់ដែលបានត្រួតត្រាលើខេត្តបារានិងដូន័យតាំងពីរជ្ជកាលស្ដេចអង្គតមកម្លេះការបាក់បែកក្រុងលង្វែកឆ្នាំ1594គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀមការលូកដៃកកោតាមល្បិចកលនឹងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយដើម្បីលេបទឹកដីនាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលរបស់សត្រូវសៀមដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួនប៉ុន្តែសម្ព័ន្ធថ្មីនេះមិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរយើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរដែលអស់បន្លាយអស់រយៈពេល2សតវត្សរ៍កន្លះទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរសម័យឧត្តមចូលមកដល់ព្រះបាទជ័យជេដ្ឋាទី2បានឡើងសោយរាជ្យនៅរាជវាំងល្វាឯមក្នុងព្រះជន្ម34វស្សាព្រះអង្គមានមហេសីនាមអង្គជើជាបុត្រីស្ដេចយួននៅឆ្នាំ1620ព្រះអង្គបានលើករាជធានីពីល្វាឯមមកឧត្តមព្រះរាជកិច្ចដំបូងគឺកំណែទម្រង់ច្បាប់នៅក្នុងប្រព័ន្ធតុលាការខ្មែរដោយយល់ឃើញថាមានក្រមមួយចំនួនមិនទាន់មានភាពយុត្តិធម៌នៅឡើយព្រះអង្គបានកែប្រែក្រមបានចំនួន24ប៉ុន្តែការងារនេះត្រូវរំខានដោយសារការឈ្លានពានរបស់សៀម2លើកគឺនៅឆ្នាំ1621និងឆ្នាំ1622ច្បាប់ដែលពិនិត្យរួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ1624នៅក្នុងតុលាការជាលើកទី1ចាប់តាំងពីរជ្ជកាលព្រះបាទស្រីសុរិយោពណ៌រហូតដល់ជ័យជេដ្ឋាទី2ពួកសៀមបានធ្វើការសាកល្បងដើម្បីដាក់ខ្មែរជាចំណុះម្ដងទៀតនៅឆ្នាំ1621ស្ដេចសៀមឈ្មោះសុងថាមបានលើកទ័ពដោយផ្ទាល់ជា2ផ្នែកមួយផ្នែកចូលតាមខេត្តបាត់ដំបងនិងពោធិ៍សាត់ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញតាមខេត្តចន្ទបុរីមួយផ្នែកទៀតជាទ័ពជើងទឹកចូលតាមខេត្តកំពតនិងបន្ទាយមាសក្នុងបំណងវាយយកខេត្តទ្រាំងប៉ុន្តែទ័ពសៀមត្រូវបរាជ័យម្ដងទៀតដោយសារខ្មែរបំពុលមួយឆ្នាំក្រោយមកគឺឆ្នាំ1622សៀមបានសាកល្បងលើកទ័ពមកម្ដងទៀតប៉ុន្តែត្រូវបរាជ័យចាប់តាំងពីពេលនោះមករហូតដល់បំណាច់សតវត្សទី17សៀមពុំបានបញ្ចេញសកម្មភាពគៀបសង្កត់ខ្មែរគួរឲ្យកត់សម្គាល់ឡើយប៉ុន្តែផ្ទុយទៅវិញពួកយួនបានចាប់ផ្ដើមកកេរទឹកដីខ្មែរបន្តិចម្ដងពីខាងកើតការរៀបអភិសេករវាងជ័យជេដ្ឋាទី2និងស្ត្រីអង្គជើបានធ្វើឲ្យប្រទេសខ្មែរជាប់ជំពាក់រឿងចម្រូងចម្រាសយ៉ាងខ្លាំងនៅពេលដែលពួកយួនបានលេបយកទឹកដីចម្ប៉ាទាំងស្រុងនៅសតវត្សទី17នៅឆ្នាំ1623
គណៈបេសកកម្មទូតយួនបានលើកសំណើសូមឲ្យយួនបង្កើតគ្រឹះស្ថានជំនួយនៅប៉ែកខាងត្បូងប្រទេសខ្មែរ2មានខេត្តព្រៃនគរនិងកំពង់ក្របីព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងកយនៅទីនោះផងដែរចំណុចនេះអ្នកប្រវត្តិសាស្ត្របានចាត់ទុកថាខ្មែរចាញ់កលល្បិចបោកបញ្ឆោតរបស់យួនដែលសូមត្រួតពិនិត្យពន្ធដារនិងរស់នៅជាបណ្ដោះអាសន្នកាលដែលមិនទាន់សោយរាជ្យព្រះជ័យជេដ្ឋាទី2មានព្រះជន្ម26វស្សាមានបុត្រ2អង្គនាមចៅពញាតោនិងចៅពញានូលុះសោយរាជ្យបាន2ឆ្នាំព្រះអង្គមានបុត្រនាមចៅពញាច័ន្ទនិងបុត្រីនាមច័ន្ទវតីឬបុប្ផាវតីឯព្រះឧត្តយរាជាមានបុត្រ4អង្គគឺអ្នកអង្គនុនទី1អ្នកអង្គសូអ្នកអង្គតននិងអ្នកអង្គអឹមពីបាត់ក្នុងរាជវង្សខ្មែរព្រះបាទស្រីធម្មរាជាទី2ឬរាជសម្ភារហៅចៅពញាតោឆ្នាំ1629-1634នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី2ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរចាប់តាំងពីដើមសតវត្សទី17រហូតដល់សតវត្សទី19ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាពហេតុការណ៍នេះបណ្ដាលមកពីការលូកកកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរពីសំណាក់សត្រូវជិតខាងទាំងពីរឆ្នាំ1626ព្រះធម្មរាជាឬព្រះរាជសម្ភារបានសាងព្រះភ្នោះនៅវត្តមួយក្នុងខេត្តមហានគរការដែលព្រះបាទជ័យជេដ្ឋាទី2សោយទីវង្គតទៅកិច្ចការប្រទេសជាតិត្រូវប្រគល់ឲ្យព្រះឧត្តយជាឧបរាជដែលមានមហេសីឈ្មោះនាងច័ន្ទវតីឯកសារខ្លះបាននិយាយថាបុប្ផាវតីដែលត្រូវជាគូដណ្ដឹងរបស់ពញាតោកាលដែលព្រះបាទជ័យជេដ្ឋាសោយទីវង្គតទៅពួកនាម៉ឺនបានយាងព្រះឧត្តយជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិតែព្រះអង្គប្រកែកព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជនៅឆ្នាំ1629នៅរាជវាំងកោះឃ្លោកនៅប៉ែកឦសានជ្រោយចង្វានៅឆ្នាំ1633ព្រះអង្គបានលើកទ័ពទៅវាយសៀមក្នុងគោលបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញប៉ុន្តែមិនបានសម្រេចព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពតក្នុងគោលបំណងវាយយកខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជាព្រះធម្មរាជាត្រូវសគត់យ៉ាងអណោចអធមនៅឆ្នាំ1634ដោយស្នាដៃទាហានរបស់ព្រះឧត្តយនិងទាហានប៉ូទុយហ្គាល់ឃាតកម្មនេះបណ្ដាលមកពីរឿងស្នេហារវាងច័ន្ទវតីនិងព្រះធម្មរាជាកាលនៅវ័យជំទង់ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមកហើយនៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះភ្នោះលុះដល់ធម្មរាជាឡើងសោយរាជ្យទើបរឿងស្នេហានេះបានឆាបឆេះឡើងវិញបណ្ដាលឲ្យឧត្តយត្រូវជាស្វាមីព្រះនាងមានការក្រេវក្រោធជាខ្លាំងក៏លើកទ័ពតាមប្រហារស្រីធម្មរាជាស្ដេចមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនាព្រមទាំងមានចំណេះជ្រៅជ្រះខាងអក្សរសាស្ត្រព្រះអង្គបានទុកស្នាដៃជាច្រើនសម្រាប់ទូមានកូនខ្មែរឆ្នាំ1593នៃគ្រិស្តសករាជព្រះបាទអង្គតង់រាជាចៅពញានូ1635ដល់1639បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀតព្រះនាមចៅពញានូនាមសម្រាប់រាជព្រះបាទសម្ដេចព្រះអង្គតង់រាជាធិរាជរាមាធិបតីបានឡើងសោយរាជ្យនៅឆ្នាំ1635ប៉ុន្តែក្រោយមកទៀតរាជសម្បត្តិនេះបានធ្លាក់ទៅក្នុងដៃបុត្រព្រះឧត្តយនាមបទុមរាជាឬព្រះអង្គនុនដោយសារមានការជ្រែករាជ1639ដល់1641ដោយនេះចៅពញាច័ន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋាមានព្រះទ័យក្រេវក្រោធជាខ្លាំងក៏នាំបពុទៅធ្វើឃាតបទុមរាជាហើយក៏ឡើងសោយរាជ្យ1641ដល់1659នៅឆ្នាំ1644ព្រះពញាច័ន្ទបានចាប់ចិត្តប្រតិបត្តិលើក្រមុំចាមនៅភូមិឃ្លាំងស្បែកស្ថិតនៅលើត្រើយខាងលិចទន្លេសាបចម្ងាយ10គីឡូម៉ែត្រខាងត្បូងកំពង់ហ្លួងដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំងក៏នាំគ្នាហៅព្រះរាមចូលសះឯកសារខ្លះបាននិយាយថាព្រះអង្គបានបដូរនាមពីពញាច័ន្ទមកអ៊ីប្រាហ៊ីមទ្រង់បានបះបង់ជំនឿពុទ្ធសាសនាប្រកាន់យកអ៊ីស្លាមសាសនានៅក្នុងរាជវាំងឧដុង្គគេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាច័ន្ទបាត់បង់ទំនុកចិត្តនិងការគាំទ្រពីប្រជារាស្ត្រខ្មែរហើយប្រការនេះធ្វើឲ្យបុត្រព្រះឧត្តយ2អង្គគឺអង្គសូនិងអង្គតនមានឱកាសនឹងសងសឹកដើម្បីដណ្ដើមរាជសម្បត្តិ
ក្សត្រទាំងពីរអង្គបានដើរប្រមូលបព្វពួកនិងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសះលុះដល់ប្រមូលទាហានបានហើយទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ1653តែទ័ពអង្គសូវនិងអង្គតន់ត្រូវទទួលបរាជ័យប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួននៅឆ្នាំ1655អង្គសូវដែលមានបង្អែកពីក្សត្រអង្គជើបានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាមពញាច័ន្ទឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួនដែលបញ្ជាដោយឧត្តមសេនីយ៍អង្គហៀងធូអង្គបៀងធូនិងទ័ពព្រះរាមនៅព្រែកតាតែនព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវេតែដឹងជាមុននៅគម្រោងការរបស់យួនដើម្បីវាយយកក្រុងឧដុង្គព្រមទាំងមានបំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូលទើបអង្គសូវនិងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់នៅក្រុងឧដុង្គដោយគេស្មានមែនប៉ុន្តែត្រូវបរាជ័យដកទ័ពទៅវិញឧត្តមសេនីយ៍យួនអង្គហៀងធូមានការក្តៅក្រហាយព្រោះការវាយយកក្រុងឧដុង្គមិនបានក៏ចុះទៅប្រទេសយួនដើម្បីក្រាបបង្គំថ្វាយស្ដេចយួនអំពីភាពរមើលគុណរបស់ខ្មែរលុះជ្រាបដូចនេះហើយស្ដេចកវៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាមឲ្យមកច្បាំងជាមួយអង្គសូវនិងអង្គតន់វិញប៉ុន្តែចៃដន្យអាក្រក់ស្ដេចអង្គនេះត្រូវសុគតនៅតាមផ្លូវដោយជំងឺអង្គសូវបានឡើងសោយរាជ្យពីឆ្នាំ1659ដល់1672ស្ដេចអង្គនេះត្រូវព្រះរាជសុនីសានាមស្រីចេថាបុត្រអង្គនុនទី1ធ្វើឃាតហើយឡើងសោយរាជ្យនៅឆ្នាំ1672ដល់1673ក្រោយយកអង្គលីជាមហេសីអង្គសូដែលត្រូវជាព្រះមេតុច្ឆាធ្វើជាមហាសីប៉ុន្តែបទុមរាជាបានត្រូវមហេសីអង្គសូទៅពឹងចាំឲ្យមកធ្វើឃាតម្ដងវិញប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុងដែលបណ្ដាលមកពីការលំបអំណាចឥតឈប់ឈរប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥតស្រាកស្រានពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរនាំគ្នារត់ចោលហាងទំនិញឆ្លៀតឱកាសនេះសៀមបានតាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យមករកស៊ីនៅក្នុងប្រទេសសៀមវិញព្រោះប្រទេសសៀមមានសន្តិភាពល្អនៅពេលដែលអង្គសូសគតក្សត្រអង្គតន់ដែលជាអនុជនិងអង្គនុនជាក្មួយកូនអង្គអឹមបានចុះទៅប្រទេសយួនដើម្បីសុំជំនួយទ័ពនៅពេលត្រឡប់ពីប្រទេសយួនមកវិញក្នុងឆ្នាំ1673ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូកំពុងស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយក៏កើតក្តីត្រេកអរឥតឧបមាព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់បានឡើងសោយរាជ្យតែផ្ទុយទៅវិញអង្គជីបែរជាមិនសប្បាយព្រះទ័យកើតក្តីព្រួយបារម្ភព្រោះខ្លាចក្សត្រទាំងពីរលើកទ័ពយួនមកក្នុងពេលនេះដើម្បីដណ្ដើមរាជសម្បត្តិទៅវិញការភ័ន្តច្រឡំនេះបានតម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមានិងអង្គនុនជាប្អូនទ័ពទាំងសងខាងបានប៉ះទង្គិចគ្នាយ៉ាងសាហាវសង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់ចំណែកឯអង្គតន់បានប្រឈួនជាទម្ងន់ហើយក៏សគត់ទៅដោយទុកឲ្យអង្គនុនជាក្មួយបញ្ជាទ័ពជំនួសឯស្ដេចអង្គជីក៏បានសគត់នៅឆ្នាំ1675រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យជំនួសស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យហើយអង្គនុនក៏បានរត់ទៅជ្រកកោនក្នុងប្រទេសយួនវិញ5ឆ្នាំក្រោយមកអង្គនុនបានត្រឡប់មកតាំងទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញរួចទៅចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥតឈប់ឈរប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយអង្គស៊ូបានទៅគង់នៅក្នុងរាជវាំងសំរោងទងដែលស្ថិតនៅចម្ងាយ30គីឡូម៉ែត្រពីឧដុង្គទុកតែព្រះមេដាឲ្យគង់នៅក្រុងឧដុង្គអង្គនុនបានវាយចូលឧដុង្គបាននៅឆ្នាំ1684រួចក៏ចាប់មេដាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វាប៉ុន្តែក្រោយមកអង្គស៊ូបានចូលទៅរំដោះមេដាចេញដោយគ្មានការបង្ហូរឈាមព្រះបាទអង្គឯង1779ដល់1796នៅចុងឆ្នាំ1779ព្រះអង្គឯងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម7ព្រះវស្សាប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វាមូទាំងអស់ក្នុងឆ្នាំ1794ព្រះអង្គឯងបានរៀបអភិសេកនៅក្នុងព្រះជន្ម22វស្សានៅទីក្រុងបាងកកគ្រឿងបញ្ចក្សេត្រជាពិសេសគឺព្រះខ័នរាជដែលចៅហ្វាបែនបានលួចយកទៅឲ្យសៀមក៏ត្រូវបង្វិលមកឲ្យខ្មែរវិញនៅដើមខែមីនាឆ្នាំ1794ព្រះអង្គឯងទ្រង់យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបងពោធិ៍សាត់និងកំពង់ឆ្នាំងអស់រយៈពេល21ថ្ងៃ
នៅសងខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហូកញ្ជ្រៀវយ៉ាងខ្លាំងនៅរាជវាំងឧដុង្គពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងឥកធឹកដើម្បីទទួលព្រះមហាក្សត្រថ្មីប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជាបែនកែបនិងកនដូចជាពុំសូវពេញចិត្តក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្តនៅក្នុងរជ្ជកាលព្រះអង្គប្រជារាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួលលើកលែងតែខេត្តភៀកខាងត្បូងរាជខ្មែរត្រូវរងទុក្ខវេទនាដោយសារគូបដិបកយួនគឺពួកចលនាតៃស៊ើននិងពួកស្ដេចកវៀនតែងតែយកប្រទេសខ្មែរធ្វើជាសមរភូមិប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទ័ពដោយសារស្ដេចខ្មែរកែនទៅជួយយួនខ្មែរជាអ្នកផ្ដល់ស្បៀងនិងដឹកជញ្ជូនឲ្យយួនបកពួកយួនដែលឆ្លោះគ្នានៅលើទឹកដីខ្មែរបានបង្កវិនាសកម្មដល់អាយុជីវិតទ្រព្យសម្បត្តិដុតបំផ្លាញផ្ទះសម្បែងនិងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ឈរជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សានាំឲ្យការស្ទូងដករាំងស្ទះបណ្ដាលឲ្យខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹមគ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មានការលេបយកខេត្តភៀកខាងលិចដោយពួកសៀមឆ្នាំ1783ស្ដេចសៀមបានតែងតាំងមន្ត្រី3នាក់មានឈ្មោះបែនកែបនិងកនដោយខុសច្បាប់ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ដំបងនិងពោធិ៍សាត់ដើម្បីបំពេញបំណងចៅហ្វាយសៀមមន្ត្រីទាំងនោះក៏បានសរសេរសម្បត្តិមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គឯងនៅឧដុង្គមានសេចក្តីថាយើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរដើម្បីបញ្ចូលខេត្តបាត់ដំបងមហានគរនិងចុងកាល់ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀមដែលបានចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គឯងនៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀមលុះអានសម្បត្តិនោះចាប់ហើយព្រះអង្គឯងមានការក្តុកក្តួលក្នុងព្រះទ័យដែលនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បានផ្ញើសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថាខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជាបើខ្មែរលើកខេត្តទាំងនោះឲ្យទៅព្រះចៅសៀមនោះប្រទេសកម្ពុជានៅសល់តែជំរាកដីមួយដ៏តូចមិនស័ក្តិសមឈ្មោះជាប្រទេសឡើយចម្លើយរបស់ស្ដេចអង្គឯងធ្វើឲ្យព្រះចៅរាមាទី1ក្រេវក្រោធជាខ្លាំងរួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថាបើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះឲ្យទៅសៀមនោះទេប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹងគ្នាប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាពនិងស្មោះត្រង់ចំណែកឯវិស័យការពារប្រទេសយើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការវាយលុកណាមួយពីខាងក្រៅចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោតបានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុកកត្តាទាំងអស់នេះដែលធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀមក៏សូមអង្វរឲ្យព្រះចៅសៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀមរាមាទី1មានព្រះជន្មនៅឡើយលុះដល់ព្រះអង្គសគត់ខ្មែរសូមយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដោយដើមវិញខេត្តទាំងនោះត្រូវបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ1794នៅក្នុងឆ្នាំ1795ដោយសារមន្ត្រីក្បត់ជាតិល្ងងខ្លៅឈួតវង្វេងនឹងបនស័កភ្លេចគិតដល់កំណើតខ្លួនខែមីនាឆ្នាំ1796ព្រះអង្គឯងបានផ្ទេរកិច្ចការប្រទេសឲ្យទៅឧបរាជប៉ុករួចក៏យាងទៅកាន់រាជធានីបាងកកក្នុងបំណងសូមឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញតែស្ដេចសៀមធ្វើរឹកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្តីទទូចអង្វរឡើយបន្ទាប់ពីគង់នៅប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញនៅខែឧសភាឆ្នាំ1796 7 ខែក្រោយមកព្រះអង្គក៏សគត់នៅរាជធានីឧដុង្គដោយជំងឺគ្រុនចាញ់ចាប់ពីឆ្នាំ1796ដល់1805មកកិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វាប៉ុកមន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយនៅលើកំពូលភ្នំឧដុង្គបែកខាងកើតសម្រាប់ដាក់អធិឃាតព្រះអង្គឯងពេលព្រះអង្គឯងចូលទីវង្គតព្រះអង្គច័ន្ទជារាជបុត្រទើបតែមានព្រះជន្មបាន6វស្សាដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុកអន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀមនិងយួននៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀមនៅពេលដែលស្ដេចភូមាឈ្មោះពោដាវបាយ៉ាវាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ1782ដល់1819ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកេណ្ឌទ័ពចំនួន 10,000 នាក់នៅឆ្នាំ1799នៅតាមខេត្តព្រៃវែងបាភ្នំរំដួលនិងស្វាយទៀបបញ្ជាដៃអុកញ៉ាវាំងឈ្មោះឡុងដើម្បីជួយស្ដេចកវៀងប្រឆាំងនឹងចលនាតៃស៊ើន
តបខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជំងឺគ្រុនចាញ់រួចចុះមកតាមទិសខាងជើងក្នុងខេត្តង៉ែអានដែលបានធ្វើឲ្យទ័ពតៃសឺនបរាជ័យរួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ1802ព្រះអង្គច័ន្ទ1806-1834ព្រះអង្គច័ន្ទដែលជាបុត្ររបស់ព្រះបាទអង្គឯងបានរៀបអភិសេកនៅឆ្នាំ1806នៅទីក្រុងបាងកកដែលមាននាមសម្រាប់រាជថាឧទ័យរាជាព្រះអង្គត្រូវយាងមកសោយរាជនៅឧដុង្គវិញនៅស្រុកសៀមឯនោះវិញស្ដេចសៀមឈ្មោះតាកស៊ីនបានចូលទីវង្គតនៅឆ្នាំ1809រាជសម្បត្តិត្រូវប្រគល់ឲ្យបុត្រឈ្មោះរាមាទី2ព្រះអង្គច័ន្ទទ្រង់បានចាត់ព្រះអនុជនិងមន្ត្រីខ្មែរខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀមចំណែកឯនៅខេត្តបាត់ដំបងឯនោះវិញអភ័យធីបេសបែនបានស្លាប់នៅឆ្នាំ1809ដែរព្រះចៅរាមាទី2បានតែងតាំងកូនប្រុសមន្ត្រីបែនឈ្មោះវិបុលរាជបែនជាចៅហ្វាយខេត្តបាត់ដំបងជំនួសឪពុកការតែងតាំងមន្ត្រីថ្នាក់ខេត្តនេះបានស្ដែងឲ្យឃើញការកាន់កាប់ខេត្តភាគខាងលិចយ៉ាងសុបដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀមនៅឆ្នាំ1810ព្រះអង្គច័ន្ទបានទទួលដំណឹងពីអាយកោថាមានមន្ត្រី2នាក់ឈ្មោះក្រឡាហោមមឿងនិងចក្រីកែបបានផ្សំគំនិតគ្នាដើម្បីធ្វើឃាតព្រះអង្គជ្រាបដូចនេះហើយស្ដេចអង្គច័ន្ទបានប្រគល់កិច្ចការឲ្យទៅមន្ត្រីតៃរៀបចំផែនការសម្រាប់មន្ត្រីទាំង2នាក់ពេលនោះតៃបានទៅពឹងជ្វាម្នាក់ឈ្មោះទួនវ៉ារឿងអាស្រូវនេះបានលេចលឺទៅដល់ប្រជារាស្ត្រទូទាំងនគរដែលកាត់ក្តីអាណិតអាសូរដល់មន្ត្រីទាំង2នេះព្រោះគេយល់ថាជាមន្ត្រីល្អការធ្វើឃាតនេះនាំឲ្យមានការសន្និដ្ឋាន2យ៉ាងអាចនិយាយបានថាមន្ត្រីតៃធ្វើនេះដើម្បីបន់ស័ក្តិជារឿងមូលបង្កាច់មន្ត្រីស្មោះត្រង់ម្យ៉ាងទៀតអាចនិយាយថារឿងនេះជាការពិតព្រោះកាលនៅបាងកកប្រហែលជាមន្ត្រីទាំងពីរនេះបានរួមគំនិតគ្នាធ្វើឃាតព្រះអង្គច័ន្ទដើម្បីលើកខ្សាត់អង្គស្ងួនឲ្យឡើងសោយរាជដោយសាររឿងនេះធ្វើឲ្យចៅហ្វាយខេត្តខ្លះដូចជាកំពង់ស្វាយនិងបាត់ដំបងដែលជាសត្រូវនឹងអង្គច័ន្ទបានរៀបចំទ័ពដើម្បីទប់ទល់ការវាយប្រហារណាមួយរបស់ទ័ពព្រះរាជាប្រទេសកម្ពុជាក្រោមអាណានិគមយួននៅក្នុងរជ្ជកាលព្រះអង្គច័ន្ទមានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាមយួនឈ្មោះដើមសេនីយ៍អង្គតគុណបានបញ្ជាឲ្យអង្គច័ន្ទកាប់ឈើហូបល្អៗនៅភ្នំហាន់ជ័យដើម្បីយកទៅស្រុកយួនប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្សទាំងសត្វដើម្បីយកទៅកាប់ឈើចាំងឈើនិងដឹកជញ្ជូនយួនបានប្រើខ្មែរដោយវាយវត្តនិងរំពាត់បង្ខំឲ្យធ្វើការតាំងពីព្រលឹមទល់ព្រលប់ទាំងមនុស្សទាំងសត្វអស់រយៈពេល5ទៅ6ខែរហូតងាប់សត្វពាហនៈអស់ចំណែកឯមនុស្សវិញអ្នកខ្លះក៏ស្លាប់ដោយជំងឺគ្រុនចាញ់និងរាគរូសអ្នកខ្លះត្រូវឈឺបាក់កម្លាំងដោយសារការងារធ្ងន់ធ្ងរពេកនៅចំពោះមុខទារុណកម្មនេះគេពុំឃើញមានស្ដេចឬមន្ត្រីណាហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយប្រតិកម្មមួយទៀតដែលគួរឲ្យខ្មែរឈឺចាប់គឺយួនបានកេណ្ឌកម្មករខ្មែរឲ្យជីកព្រែក2នៅឆ្នាំ1815ឧត្តមសេនីយ៍អង្គតគុណបានបញ្ជាព្រះអង្គច័ន្ទកេណ្ឌរាជខ្មែរឲ្យជីកព្រែកវិញទេខ្មែរហៅថាព្រែកជីកឬព្រែកយួនដែលភ្ជាប់ពីមាត់ជ្រូកទៅពីមទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង53គីឡូម៉ែត្រទៅតឹង33ម៉ែត្រព្រែកជីកមួយទៀតឈ្មោះព្រែកវិញអានខ្មែរហៅថាឡុងសែនភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង14គីឡូម៉ែត្រយួនបានបែងចែករាជខ្មែរជាក្រុមហើយបង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹមទល់ព្រលប់មិនអាចឈប់សម្រាកបាននៅពេលនោះហើយដែលគេហៅថាសម័យតែអង្គព្រោះយួនយកខ្មែរទៅកាប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រានរីឯបាយទឹកដាំនឹងទឹកមានជាតិកំបោរធ្វើឲ្យមានជំងឺរាគរូសរហូតដល់ស្លាប់ដែលខ្វះទឹកស្អាតទទួលទានខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរឲ្យអណោចអាធមពេលជីកព្រែករួចយួនក៏បង្ហូរទឹកចូលមិនឲ្យខ្មែរដឹងបណ្ដាលឲ្យខ្មែរស្លាប់ជាច្រើនដោយសារលង់ទឹករឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិគឺនៅក្រៅពេលស្ដេចអង្គច័ន្ទសុគតទៅនៅឆ្នាំ1834ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជមានតែបុត្រី4អង្គគឺក្សត្រីអង្គតែនអង្គមីអង្គពៅនិងអង្គស្ងួនដែលមិនអាចមានកម្លាំងទប់ទល់នឹងល្បិចលេបត្របាក់ទឹកដីរបស់យួនបានចំណែកព្រះអង្គអឹមនិងអង្គឌួងត្រូវសៀមនាំយកទៅឃុំឃាំងនៅបាងកកយួនបានលើកក្សត្រីអង្គមី1834-1840
ឲ្យឡើងសោយរាជនៅកោះស្លាកែតប៉ុន្តែកិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅក្នុងដៃឧត្តមសេនីយ៍យួនឈ្មោះទ្រឿងមិញយ៉ាងយួនបានរៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មីទៅតាមបែបផែនរដ្ឋបាលយួនតាំងពីថ្នាក់ខេត្តដល់ស្រុកព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរខេត្តខ្មែរនីមួយៗត្រូវបដូរឈ្មោះពីខ្មែរទៅយួនគ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់និងអមដោយមន្ត្រីយួនម្នាក់ដើម្បីងាយស្រួលក្នុងការអនុវត្តតាមផែនការលេបទឹកដីឧទាហរណ៍ខេត្តសំរោងទងទៅជាខេត្តឡុងតូនឧដុង្គទៅជាបាក់កូណាមស្រុកឃ្លាំងទៅជាស្រុកទ្រាំងភ្នំពេញទៅជាណាមវាងយួនអនុវត្តផែនការលុបបំបាត់ប្រពៃណីនិងវប្បធម៌ខ្មែរចោលដោយជាបង្ខំខ្មែរឲ្យស្លៀកពាក់អាវផាយបំបត្តិព្រះពុទ្ធសាសនាបែបហិនយានឲ្យមកកាន់មហាយានដោយយួនដែរគឺកោសក់ទុកចិញ្ចើមបដូរជីពរទៅស្លៀកពាក់ខោអាវផាយពណ៌ឈាមជ្រូកពេលសូត្រធម៌មានវាយត្រដោកផងដែលខ្មែរតែងហៅថាវាយក្បាលត្រីពេលនោះមានមន្ត្រីខ្មែរនិងអ្នកស្នេហាជាតិខ្មែរបានងើបបះបោហើយត្រូវយួនសម្លាប់ឥតញញើតដៃយួនបានចាប់ក្សត្រីទាំង3អង្គយកទៅខេត្តលង្ហោចំណែកឯក្សត្រីអង្គប៉ែនត្រូវយួនធ្វើឃាតដោយចោទថាចូលដៃនឹងសៀមដំណឹងនេះមិនស្ងាត់ឡើយខ្មែរក្នុងនគរនាំគ្នាបះបោព្រោះយល់ថាយួនចង់រំលាយនគរខ្មែរឲ្យសាបសូន្យរួចក៏នាំគ្នាទៅកាប់សម្លាប់យួនអស់ជាច្រើនដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ក្នុងភាពអត់សង្ឃឹមទើបពួកនាម៉ឺនស័ព្ទមុខមន្ត្រីនិងពួកប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រអង្គឌួងឲ្យវិលពីប្រទេសសៀមចូលព្រះនគរដើម្បីបង្រួបបង្រួមជាតិនិងកសាងប្រទេសឡើងវិញរជ្ជកាលព្រះបាទអង្គឌួងឆ្នាំ1840ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែកស្រុកពញាលឺលុះដល់ឆ្នាំ1847ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជជាព្រះមហាក្សត្រនៅឧដុង្គក្នុងនាមជាព្រះរាជាដែលគិតដល់អាយុជីវិតជាតិព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំងនៅពេលទ្រង់ជ្រាបថាមានទឹកដីខ្មែរជាច្រើនបាត់បង់ទៅសៀមនិងយួនប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយនិងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុងទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញម្យ៉ាងទៀតដើម្បីរំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួននិងសៀមមានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរស្នាព្រះហស្ថរបស់ព្រះបាទអង្គឌួងមានកំណែទម្រង់រូបិយវត្ថុនៅក្នុងរជ្ជកាលព្រះអង្គឌួងគេបានបោះពុម្ពប្រាក់ថ្មីឈ្មោះប្រាក់ប្រាសាទដែលមាន4ប្រភេទប្រាក់ប្រាសាទមានរូបម្ខាងហង្សនិងម្ខាងទៀតមានរូបប្រាសាទអង្គរវត្តការសាងសង់ទំនប់និងផ្លូវនៅឆ្នាំ1850ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជនដើម្បីលើកទំនប់មួយសម្រាប់ការពាររាជធានីឧដុង្គពីខាងកើតព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់ហ្លួងមានប្រវែង6400ម៉ែត្រនៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើនសម្រាប់ឲ្យប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកកំពង់ផែក្រុងភ្នំពេញព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀតប្រទេសខ្មែរក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែងប៉ុន្តែដោយសារចម្បាំងទើបផ្លូវទាំងអស់នោះត្រូវគេបោះបង់ចោលមិនបានថែរក្សាចាប់ពីឆ្នាំ1847ពួកយួនបានគៀបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គដោយយកពន្ធដារលើទំនិញឆ្លងកាត់ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពតដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហុំព័ទ្ធរបស់សត្រូវជាមួយគ្នានេះដែរព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពតដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែនិងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមកផ្នែកព្រះពុទ្ធសាសនាព្រះបាទអង្គឌួងជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនានៅឆ្នាំ1853ព្រះអង្គទ្រង់បានចាត់រាជប្រតិភូមួយក្រុមដែលដឹកនាំដោយអង្គញាយមរាជមកនិងអង្គញាចក្រីមាសដើម្បីនិមន្តព្រះសង្ឃខ្មែរមួយព្រះអង្គព្រះនាមមហាប៉ានមកពង្រឹងព្រះពុទ្ធសាសនាដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាមប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមខ្លៅរាមាទី4ទទួលរាក់ទាក់
ព្រោះយល់ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀមដោយនេះព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយតាមបែបសៀមបានត្រូវនាំចូលប្រទេសកម្ពុជាចាប់តាំងពីពេលនោះមកចំណែកឯពុទ្ធសាសនានិកាយថេរវាទផ្នែកមហានិកាយគឺជានិកាយមួយចម្បងនៅក្នុងប្រទេសខ្មែរព្រះបាទអង្គឌួងគឺជាអ្នកនិពន្ធខ្មែរល្បីល្បាញមួយរូបព្រះអង្គពូកែខាងកំណាព្យកាបឃ្លោងព្រះអង្គបាននិពន្ធរឿងជាច្រើនដូចជារឿងចម្ប៉ាថោងនៅឆ្នាំ1810រឿងកាកីនៅឆ្នាំ1815និងច្បាប់ស្រីនៅឆ្នាំ1837ជាដើមព្រះបាទអង្គឌួងទ្រង់សគត់នៅក្នុងរាជវាំងឧដុង្គដោយជំងឺនៅក្នុងឆ្នាំ1859